ជំរាបសួរបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីណាសម្រាប់ថ្ងៃនេះដែរខ្ញុំចង់មកបង្ហាញបងប្អូនអ្នកគ្នានៅរបៀបដូរលុយមិត្តហ្វូនហ្នឹងហើយបងប្អូនអ្នកគ្នាសម្រាប់បងប្អូនអ្នកគ្នាដែលគាត់មានបំណងចង់ដូរលុយមិត្តហ្វូន$1.50សេនឬក៏កាតឬក៏$6000ហ្នឹងបងប្អូនអ្នកគ្នាណាសម្រាប់បងប្អូនអ្នកគ្នាដែលគាត់អត់ទាន់បានដឹងអញ្ចឹងបងប្អូនអ្នកគ្នាទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បងប្អូនអ្នកគ្នានឹងចេះដូរលុយមិត្តហ្វូន$1.50សេនហ្នឹងហើយបងប្អូនអ្នកគ្នាហើយសម្រាប់អត្ថប្រយោជន៍ដែលបងប្អូនអ្នកគ្នាទទួលបាននៅការដូរលុយ$1.50សេនហ្នឹងគឺយើងទទួលបានសុពលភាពគឺមួយសប្តាហ៍ហ្នឹងហើយបងប្អូនអ្នកគ្នាសុពលភាពហ្នឹងបានន័យថារយៈពេលនៃការប្រើប្រាស់ណាបងប្អូនអ្នកគ្នាគឺគេឲ្យយើងប្រើប្រាស់មួយសប្តាហ៍ហើយសម្រាប់អ៊ីនធឺណិតដែលទទួលបានគឺ 15G បងប្អូនអ្នកគ្នាសម្រាប់ប្រើប្រាស់អ៊ីនធឺណិតហ្នឹងហើយបងប្អូនអ្នកគ្នាហើយសម្រាប់គឺគេអត់មានកំណត់ទៅលើប្រព័ន្ធណាឧទាហរណ៍ថាគេអត់កំណត់ទៅលើការលេង Facebook លេងអីទេបងប្អូនអ្នកគ្នាគឺ 15G ហ្នឹងគឺយើងលេងបានដោយសេរីបងប្អូនអ្នកគ្នាណាដោយសេរីហ្នឹងគឺដោយសេរីគ្រប់កម្មវិធីណាបងប្អូនអ្នកគ្នាមិនមែនដោយសេរីយើងលេងមួយសប្តាហ៍ហ្នឹងពេញនឹងលេងអត់អស់លុយទេណាបងប្អូនអ្នកគ្នាយល់ទេហ្នឹងហើយអញ្ចឹងហើយសម្រាប់ការខលចេញខលចូលខលចេញគឺ100នាទីហើយនឹង100សារបងប្អូនអ្នកគ្នាណាហើយវិធីសាស្ត្រក្នុងការដូរគឺយើងគ្រាន់តែចុចបងប្អូនអ្នកគ្នាមុនដូរបងប្អូនអ្នកគ្នាត្រូវប្រកាសថាបងប្អូនអ្នកគ្នាបញ្ចូលកាត$1.50សេនហើយណាបងប្អូនអ្នកគ្នាពេលដែលបងប្អូនអ្នកគ្នាបញ្ចូលហើយយើងគ្រាន់តែចុចដូរផ្កាយ15ហើយ35ផ្កាយហើយលេខ15ត្រង់ជ្រូកបងប្អូនអ្នកគ្នាណាអញ្ចឹងនេះបងប្អូនអ្នកគ្នាខ្ញុំអត់ច្បាស់ខ្ញុំចុចច្បាស់តិចហ្នឹងហើយនេះគឺផ្កាយ15 35ផ្កាយ15ត្រង់ជ្រូកហើយបងប្អូនអ្នកគ្នាបញ្ជូនមកតែថាបងប្អូនអ្នកគ្នាប្រើស៊ីម97នៅស៊ីមទី1អញ្ចឹងបងប្អូនអ្នកគ្នាអាចចុចស៊ីមទី1មកឬមួយក៏យើងដាក់នៅស៊ីមទី2យើងចុចស៊ីមទី2មកអញ្ចឹងពេលដែលយើងបញ្ជូនទៅខាងក្រុមហ៊ុនគាត់នឹងផ្ញើសារមួយឲ្យយើងឯងបងប្អូនអ្នកគ្នាណាឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំបញ្ជូនណាខ្ញុំបញ្ជូនបែបហ្នឹងអញ្ចឹងស៊ីមរបស់ខ្ញុំអត់មានលុយទេក៏ប៉ុន្តែខាងក្រុមហ៊ុនក៏គាត់ផ្ញើសារមកប្រាប់យើងដែរថាយើងអត់អាចដូរលុយនឹងបានទេបងប្អូនអ្នកគ្នាណាហ្នឹងហើយយើងមើលយើងចាំបន្តិចថាឃើញលោតសារមកអត់ណាហ្នឹងហើយនេះបងប្អូនអ្នកគ្នាឃើញលោតសារមកនេះគេប្រាប់យើងណាអញ្ចឹងពេលដែលយើងដូរលុយគឺគេផ្ញើសារអញ្ចឹងមកដូចគ្នាបងប្អូនអ្នកគ្នាណានេះលុយរបស់លោកអ្នកមិនគ្រប់គ្រាន់ហ្នឹងហើយបងប្អូនអ្នកគ្នាដើម្បីភ្ជាប់គម្រោងអស្ចារ្យហ្នឹងទេបងប្អូនអ្នកគ្នាណាអញ្ចឹងបានន័យថាបើសិនជាយើងអត់មានលុយគ្រប់គ្រាន់ក៏គេផ្ញើសារឲ្យយើងដែរហើយបើសិនជាយើងដូរលុយនឹងបានដោយជោគជ័យក៏គេផ្ញើសារអញ្ចឹងមកឲ្យយើងដែរក៏ប៉ុន្តែវាមានករណីខ្លះគឺអត់ផ្ញើសារមកទេអត់ផ្ញើសារហ្នឹងមិនមែនមកពីខាងក្រុមហ៊ុនគាត់អត់ផ្ញើមកទេបងប្អូនអ្នកគ្នាណាទី1អាចមកពីបងប្អូនអ្នកគ្នាបានបិទនៅអាកម្មវិធីសារហ្នឹងណាអញ្ចឹងគឺទូរស័ព្ទរបស់បងប្អូនអ្នកគ្នាគឺគេផ្ញើសារមកចូលឯនេះបងប្អូនអ្នកគ្នាណាគេដាក់ថា Messenger ណាបងប្អូនអ្នកគ្នាហ្នឹងអូខេកន្លែងហ្នឹងណាគឺបើសិនជាបងប្អូនអ្នកគ្នាបិទអាកម្មវិធីហ្នឹងក៏អត់អាចគេផ្ញើមកដែរគឺយើងអត់ឃើញគេផ្ញើមកណាអញ្ចឹងបងប្អូនអ្នកគ្នាត្រូវទៅបើកកម្មវិធីហ្នឹងឡើងវិញហើយវិធីសាស្ត្រក្នុងការបើកគឺខ្ញុំអត់បង្ហាញនៅក្នុងវីដេអូនេះទេបងប្អូនអ្នកគ្នាដើម្បីកុំឲ្យវាវាញពេកណាហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនអ្នកគ្នាបើសិនជាបងប្អូនអ្នកគ្នាមានចម្ងល់ត្រង់ណាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយហ្នឹងតាំងពីដើមរហូតដល់ចប់